ស្ដីបងប្អូនទាំងអស់គ្នាខ្ញុំមានព័ត៌មានថ្មីមួយពាក់ព័ន្ធទៅនឹងបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃយើងឃើញថាថៃនៅតែក៏ឃ្លានក្នុងការទន្ទ្រានចង់បានទឹកដីកម្ពុជានៅថ្ងៃទី25នេះផងដែរក្រសួងការពារជាតិចេញសេចក្តីប្រកាសព័ត៌មានដែលមានអត្ថន័យនិងខ្លឹមសារថាក្រុមការងារទំនាក់ទំនងរបស់យុទ្ធភូមិភាគទី4នៃកងយុទ្ធពលខេមរៈភូមិន្ទនៅថ្ងៃទី25ខែឧសភាឆ្នាំ2026នេះបានធ្វើការទំនាក់ទំនងទៅកាន់កងទ័ពភូមិភាគទី2របស់ថៃសួរនាំនិងបញ្ជាក់ចំពោះករណីលើសម្លេងបាញ់កាំភ្លើងឡើងលើសរុបចំនួន8គ្រាប់កាលពីយប់ថ្ងៃទី24ខែឧសភាឆ្នាំ2026ដែលសង្ស័យបង្កឡើងពីខាងភាគីថៃដោយក្នុងនោះនៅវេលាម៉ោង 19:57 នាទីបាញ់ចំនួន5គ្រាប់នៅភូមិសាស្ត្រទ្របនិងនៅវេលាម៉ោង 20:08 នាទីបាញ់ចំនួន3គ្រាប់នៅភូមិសាស្ត្រភ្នំសម្បុកឃ្មុំខេត្តព្រះវិហារដើម្បីឲ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឲ្យបានតឹងរឹងនិងគោរពឲ្យបានហ្មត់ចត់ពេញលេញនៅសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នៅថ្ងៃទី27ខែធ្នូឆ្នាំ2025ជាមួយគ្នានេះក្រសួងការពារជាតិក៏សូមបដិសេធចំពោះការមូលបង្កាច់ដោយគ្មានភស្តុតាងបង្កការរំខានពីក្បាលប្រលប់ម្សិលមិញដោយបាញ់រះពីលើកនៅតំបន់ភ្នំទ្របដោយចាត់ទុកជាព័ត៌មានមិនពិតហើយកម្ពុជាបានប្រកាន់ភ្ជាប់នៅវិន័យរបស់ខ្លួននេះគឺជាព័ត៌មានក្តៅដែលកងទ័ពរបស់ថៃតែងតែក៏ឃ្លានតែងតែបង្កធ្វើយ៉ាងម៉េចឲ្យកម្ពុជារបស់ផងយើងនឹងតដៃដើម្បីវាយកលេសដើម្បីអាចបង្កទៅជាបន្ទុះអាវុធជាដើមប៉ុន្តែយើងឃើញថាដល់វីរៈកងទ័ពរបស់ផងយើងគឺលោកមានការអត់ធ្មត់ជាខ្លាំងដោយសារតែលោកប្រកាន់ភ្ជាប់នឹងគោលការណ៍ហើយកម្ពុជាយើងគឺមិនដែលទៅរំលោភបំពានទៅដល់ប្រទេសជិតខាងនោះទេគឺមានតែយកប្រទេសជិតខាងធ្វើជាមិត្តដោយឡែកចំពោះប្រទេសថៃគឺជាប្រទេសដែលយើងអាចដឹងទាំងអស់គ្នាចង់បាននឹងលេបទឹកដីកម្ពុជានេះគឺជាព័ត៌មានក្តៅមួយដែលយើងទើបទទួលបានបាទសូមអរគុណ